ចិនផ្ដន្ទាទោសប្រហារជីវិតអតីតរដ្ឋមន្ត្រីកសិកម្មពាក់ព័ន្ធនឹងអំពើពុករលួយទីភ្នាក់ងារព័ត៌មានស៊ីនហួរបានចេញផ្សាយថាលោកថាងរិនជៀនអតីតរដ្ឋមន្ត្រីកសិកម្មនិងកិច្ចការជនបទនៃប្រទេសចិនកាលពីថ្ងៃអាទិត្យទី28ខែកញ្ញាត្រូវបានតុលាការនៅខេត្តឈីលីនផ្ដន្ទាទោសប្រហារជីវិតដោយព្យួររយៈពេល2ឆ្នាំពាក់ព័ន្ធនឹងអំពើពុករលួយលោកថាងត្រូវបានរកឃើញថាបានទទួលសំណូកជាប្រាក់និងទ្រព្យសម្បត្តិមានតម្លៃសរុបលើសពី168លានយ៉នឬស្មើនឹង37.6លានដុល្លារអំឡុងពេលកាន់តួនាទីផ្សេងៗគ្នាចាប់ពីឆ្នាំ2007ដល់ឆ្នាំ2024នៅប្រទេសចិនការកាត់ទោសប្រហារជីវិតប៉ុន្តែដោយមានការព្យួរបែបនេះគឺជាទូទៅក្រោយរយៈពេលព្យួរទោសនោះនឹងត្រូវប្តូរជាទោសជាប់ពន្ធនាគារអស់មួយជីវិតគណៈបកកុម្មុយនីសចិនបានបណ្តេញលោកថាងចេញពីបកកាលពីខែវិច្ឆិកាឆ្នាំ2024ពលគឺខែ6បន្ទាប់ពីលោកត្រូវបានដាក់ឲ្យស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរប្រយុទ្ធប្រឆាំងអំពើពុករលួយនិងដកហូតមុខតំណែងលោកថាងធ្លាប់បម្រើតួនាទីជាអភិបាលខេត្តកាងស៊ូចាប់ពីឆ្នាំ2017ដល់ឆ្នាំ2020មុនពេលត្រូវបានតែងតាំងជារដ្ឋមន្ត្រីកសិកម្មនិងកិច្ចការជនបទគួរបញ្ជាក់ថាកាលពីខែមករាដើមឆ្នាំនេះប្រធានាធិបតីចិនលោកស៊ីជីនពីងបានសង្កត់ធ្ងន់ថាអំពើពុករលួយគឺជាការគំរាមកំហែងធំបំផុតសម្រាប់បកកុម្មុយនីសចិនហើយនៅតែកំពុងបន្តកើតឡើង។